ជំរាបសួរប្រិមត្តស្វាគមន៍មកកាន់អេពីសូតទី9ភ្ញៀវកិត្តិយសយើងថ្ងៃនេះគឺសៀងអ៊ីដែលជាអ្នកបច្ចេកទេសនៅក្នុងវិស័យ Cyber Security ជំរាបសួរសៀងអ៊ីបាទជាសួរបងបាទសុខសប្បាយសៀងអ៊ីបាទសុខសប្បាយធម្មតាបងចុះបងបាទអរគុណសៀងអ៊ីខ្ញុំបានសុខសប្បាយជួបគ្នាធម្មតា ក្រៅយូរបាទហ្នឹងហើយអរគុណដែរថ្ងៃនេះសៀងអ៊ីបានផ្ដល់ពេលវេលាក្នុងការចូលរួម podcast ដើម្បីចែករំលែកនៅចំណេះដឹងផងក៏ដូចជាបទពិសោធន៍ដែលយើងបានធ្វើការនៅក្នុងវិស័យ cyber ហ្នឹងអញ្ចឹងណាអូខេអញ្ចឹងប្រធានបទយើងថ្ងៃនេះគឺយើងចង់ផ្ដោតសំខាន់ទៅលើការលើកទឹកចិត្តទៅកាន់បងប្អូនយុវជនដែលគាត់កំពុងតែឬក៏គាត់នឹងឈានជើងទៅចាប់អាជីពជាអ្នក cyber អញ្ចឹងណាអញ្ចឹងអឺប៉ុន្តែមុននឹងអាចនឹងចាប់ផ្ដើមចង់ឲ្យសៀងអ៊ីជួយណែនាំខ្លួនឯងតិចថាតើខ្លួនឯងឥឡូវនេះយ៉ាងម៉េចដែរហើយបាទតកតងនឹងការងារតកតងជាមួយនឹងអីផ្សេងបាទតែកុំនិយាយរឿងផ្ទាល់ខ្លួនបាទអរគុណបងហើយជាដំបូងសូមសួស្តីគោរពសួស្តីដល់បងប្អូនអ្នកស្ដាប់ទាំងអស់បាទខ្ញុំបាទសៀងអ៊ីជា Red Team Lead នៅក្រុមហ៊ុន Solution តាក់ទង Cyber Consulting មួយបាទហើយជាក្រុមហ៊ុន Base នៅ Singapore Head Office បាទហើយយើងមានសាខានៅខ្មែរក៏ដូចជាវៀតណាមបាទដែលយើងមាន team support បាទបាទហើយចាប់ហ្នឹងហើយអរគុណមែនតើជាងអ៊ីដែលបានណែនាំខ្លីៗណាចង់ដឹងតិចជាងអ៊ីតកតងជាមួយនឹងប្រវត្តិពីដើមតិចចុះលើយើងនិយាយរឿងងាកទៅ5ឬក៏10ឆ្នាំមុនចុះខ្ញុំជឿថាយើងម្នាក់សិតសឹងតែចេញពីគេហៅថាជីវិតអ្នករៀនជា IT ណាមុននឹងឈានជើងទៅដល់វិស័យ Cyber អញ្ចឹងបាទ ពេលដែលជាងអ៊ីរៀន IT ពីដំបូងឡើយហ្នឹងហេតុអីបានខ្លួនឯងគិតថាងាកត្រឡប់មកចាប់យកអាជីពជាអ្នក Cyber កាលហ្នឹងមានអីលើកទឹកចិត្តបាទអឺកាលហ្នឹងគឺវាកើតចេញពីចិត្តមួយដែលខ្ញុំគិតថាអ្នកដែលចេញពីសាកលវិទ្យាល័យជាទូទៅខ្ញុំសង្កេតឃើញគឺបើគាត់មិនជា developer programmer ក៏គាត់ជា system admin ដែរអញ្ចឹងខ្ញុំ feel like គ្រប់គ្នាចេញទៅគឺហាក់ដូចជាធ្វើកិច្ចការដូចគ្នាទាំងអស់វាអត់មានអីបាទខុសប្លែកបាទបាទហើយពីខ្ញុំវិញខ្ញុំ feel like គឺខ្ញុំអត់ចង់ធ្វើអ្វីដែលដូចយើងធ្លាប់ឃើញហ្នឹងទេផ្ទុយទៅវិញខ្ញុំចង់ធ្វើឬក៏ដើរលើផ្លូវមួយផ្សេងដែលវាថ្មីឬក៏ប្លែកហើយយើងបាទដើរតួថាដូចយើងហៅថាគេជា example សម្រាប់អ្នកទូទៅណាបាទជាបាទជាងដើរទៅលើផ្លូវឬក៏ទៅលើអ្វីដែលគេធ្លាប់រៀបហើយពីមុនបាទអញ្ចឹងនេះគឺជាគោលបំណងឬក៏ដើមហេតុដំបូងហ្នឹងបាទគឺបាទយើងមានន័យថាយើងអត់ចង់ធ្វើដូចគេទូទៅណាចង់ធ្វើ something ដែលយើងគិតថាវាថ្មីវាមានគេហៅថាជាគំរូទៅដល់អ្នកផ្សេងបាទផ្សេងហើយជាពិសេសគឺអត់ចង់ដើរតាមលំអានដូចគេរៀបចំហើយស្រាច់ពីមុនអញ្ចឹងណាបងបាទបាទប៉ុន្តែជាងអ៊ីពេលយើងអាចឈានទៅរកការដើរទៅលើផ្លូវថ្មីហ្នឹងជាងអ៊ីមានធ្លាប់មានពីណាគេដែលជា role model ផងយើងឬក៏យ៉ាងម៉េចទេបាទអឺតែពិតពីដំបូងឡើយអត់មានទេប៉ុន្តែក្រោយមកក៏យើងចាប់ផ្ដើមងាកមកមើលបាទបងប្អូនឬក៏អ្នកដែលធ្លាប់ដើរលើវិស័យហ្នឹងពីមុនជាពិសេសបាទរៀមច្បងបាទដែលគាត់ធ្លាប់ដើរពីមុនប៉ុន្តែវាដំបូងឡើយភ្លាមនេះគឺកើតចេញពីចិត្តថាយើងអត់ចង់ follow pattern យើង feel like យើងចង់ធ្វើអីថ្មីមួយដែលអត់ដូចអ្នកដទៃបាទបាទព្រោះដូចជា programmer developer ឬក៏ខាង system admin យើងឃើញថាជាទូទៅអត់តែចេញមកពីបញ្ញមត្តគឺទាំងធ្វើផ្នែកហ្នឹងហើយអញ្ចឹងណាបាទបាទបាទហើយបាទវាមានតកតងនឹង role model ហ្នឹងគឺមួយរយៈក្រោយទេនៅពេលដែលខ្ញុំចាប់ផ្ដើមតាំងចិត្តរៀនសូត្រសិក្សាយើងចាប់ផ្ដើមស្រាវជ្រាវបាទតកតងទៅនឹង key person ឬបុគ្គលដែលពាក់ព័ន្ធលើវិស័យហ្នឹងបាទហើយការហ្នឹងគឺដំបូងឡើយហ្នឹងគឺ vision របស់ខ្ញុំចេះទេខ្ញុំគិតថាតកតងវិស័យ cyber security ហ្នឹងគឺវាអាចថាមានសក្តានុពលខ្ពស់ក្នុងរយៈបាទពេល3ទៅ5ឆ្នាំនៅពេលដែលការខ្ញុំមកការចំណងហ្នឹងណាបាទបាទ3ទៅ5ឆ្នាំខាងមុខខ្ញុំគិតថាវាអាចនឹងមានហៅថាការវិវត្តឬក៏តម្រូវការខ្ពស់អញ្ចឹងហើយយើង plan គឺរៀបចំខ្លួនហើយដើម្បីរងចាំថ្ងៃហ្នឹងហើយអូខេកាលនោះខ្ញុំចាំគឺមានលោកគ្រូម្នាក់គាត់និយាយបាទតាក់ទងទៅនឹងការរៀប plan បាទហើយបើសិនជាយើងចង់ ready សម្រាប់ future career យើងគួរតែ foresee ឬក៏មើលពីគេហៅថាឲ្យបានឆ្ងាយ at least 3ទៅ5ឆ្នាំមុខបាទព្រោះខ្ញុំពេលហ្នឹងក្នុងកន្លងពេលហ្នឹងគឺខ្ញុំនឹកឃើញគឺគិតឃើញថា cyber security វាអាចជា potential career path
បាទបាទដែលវានៅខ្មែរវាថ្មីជំនាន់ហ្នឹងបើសិនជាទោះជារៀនចេះហើយក៏មិនដឹងទៅធ្វើឲ្យណាគេទៀតណាបាទបាទព្រោះអត់មានដូចឥឡូវបាទដែលរើសយកផ្នែកហ្នឹងច្រើនបាទបាទពីដើមហ្នឹងគឺថាបើរៀនបថុយបឋានបាទរៀនបថុយបឋានហើយបាទប៉ុន្តែលើឈរនៅលើផ្នែកមួយថាយើងមើលឃើញថាទស្សនវិស័យយើង3ទៅ5ឆ្នាំយើងឃើញថាគុំសក្តានុពលវាគឺអាចទៅអញ្ចឹងបាទអញ្ចឹងក៏យើងចាប់ផ្ដើមសលៀងក៏បិទចាំងហ្នឹងឲ្យហើយទៅបាទបាទដល់ពេលពេលវេលាហ្នឹងក៏វាបានមកដល់បន្ទាប់ពី3ទៅ5ឆ្នាំក្រោយបន្ទាប់ពីយើងបាន commit លើវិស័យហ្នឹងបាទយាត្រូវហើយតែពិតយើងឃើញថាវិស័យ cyber នេះទំតែគេហៅថាមានអ្នកដឹងឮច្រើនហើយនៅក្នុងស្ថាប័នហ្នឹងចាប់ផ្ដើមយកចិត្តទុកដាក់ខ្លាំងអាចថារយៈបាទពេល3ទៅ5ឆ្នាំចុងក្រោយនេះទេអញ្ចឹងអ្វីដែល CE បានរៀបចំកន្លងទៅហ្នឹងរហូតទៅដល់រយៈពេលដែលគេត្រូវការហ្នឹងគឺបានន័យថាទីផ្សារផងយើងគឺមានតែម្ដងអញ្ចឹងណា បាទហ្នឹងហើយហ្នឹងបាទហើយប៉ុន្តែសឹងអ៊ីចង់ដឹងថាអឺរបៀបដែលយើងចាប់ផ្ដើមcommitment ខ្លួនឯងដើម្បីរៀនហ្នឹងតើវាមានផលលំបាកអត់ទេឬមួយក៏វាមានភាពអឺគេហៅថា blocking អីផ្សេងដែលយើងគិតថាវាពិបាកអីចឹងណាបាទបាទហ្នឹងហើយមាន challenge ជាច្រើនដែលខ្ញុំប្រឈមហើយទីមួយគឺសង្គមការជំនាន់ហ្នឹងគឺមិនសូវមានអ្នកដឹងឬក៏យល់ទាក់ទងនឹង ethical hacking ទេបាពលឺថា ទ hacker ហ្នឹងគឺថាមកភូមិស្អប់ទាំងអស់បាទស្អប់តគ្នាបាទបើអញ្ចឹងវាជា challenge មួយដែរការជំនាន់ហ្នឹងនៅពេលដែលរៀនហើយគឺធ្វើឲ្យមានគេមិនសូវពេញចិត្តសប្បាយអញ្ចឹងណាហើយបាទ challenge ហ្នឹងគឺខ្ញុំព្យាយាមប្រឈមបើទោះគេស្អប់ក៏ដោយព្រោះខ្ញុំកាលហ្នឹងខ្ញុំជឿជាក់ថាថ្ងៃមុខគឺវិស័យហ្នឹងគឺត្រូវការមនុស្សប្រើប្រាស់ច្រើនហើយយើងងាកទៅកាន់ប្រទេសជុំវិញក៏ដូចជាប្រទេសខាងលោកខាងលិចដែលកំពុងតែរីកចម្រើនគឺគេសង្កត់ថាបាទវិស័យហ្នឹងគឺស្ថិតនៅក្នុងគេហៅថា top priority ណាបាទតែបើងាកមកខ្លួនយើងវិញគឺយើងឃើញថានៅមានកម្រិតអញ្ចឹងកាលហ្នឹងគាត់តាំងចិត្តថាបើសិនតែយើងមិនធ្វើទេគឺអត់មានណាធ្វើទេអញ្ចឹងបាទសុខចិត្តថាពេលហ្នឹង suffer បាទសុខចិត្តអឺហឹទទួលបាននៅគេហៅថាការមិនសប្បាយចិត្តឬក៏មិនពេញចិត្តពីអ្នកជំនាញប៉ុន្តែក្នុងចិត្តយើងគឺថាតាំងចិត្តពេលខ្លះយើង commit ថា do the right thing ពេលខ្លះយើងមិនបាច់ត្រូវបញ្យល់ឲ្យច្រើនទេប៉ុន្តែថ្ងៃបាទក្រោយគឺយើងអាចគឺក៏បង្ហាញឲ្យគាត់ឃើញនៅសមិទ្ធផលជាជាងនិយាយតែនឹងមាត់អញ្ចឹងណាបាទបាទអញ្ចឹងហើយគិតថាផលលំបាកជាច្រើនផ្សេងទៀតកាលហ្នឹងគឺការរៀនសូត្រគឺ material អត់ដូចឥឡូវទេឥឡូវសម្បូរណា material ហឹមបាបាទទប៉ុន្តែបាទបើកាលពីមុនគឺពិបាកក្នុងការស្វែងរកណាបាទអញ្ចឹងបាទយើងអានឹងក៏ជា challenge ដែរហើយរៀនគឺវាដូចម្នាក់ឯងតែឯងបាទដោយយើងជឿលើហៅថាគេ vision របស់យើងប៉ុន្តែងាកទៅជុំវិញគឺអត់ទាន់មានអ្នកណាដែលថាអាច proof វាថាពិតជាពិតប្រាកដថាអញ្ចឹងណាបាទបាទអញ្ចឹងពេលខ្លះវាមាន feeling lonely ដែរបន្តមកទៀតមួយរយៈក្រោយនៅពេលដែលខ្ញុំគឺថាយើងរៀនបានយើងគ្រាន់បើដែរចាប់ផ្ដើមមានការប្រកួតមួយកាលក្នុងឆ្នាំ2015កាលហ្នឹងខ្ញុំបានចូលរួមដែរបាទបាទអាហ្នឹងគឺជាការជួបជុំដំបូងរវាងបងប្អូនទាំងអស់នៅក្នុង community តាក់ទងហឹមទៅនឹងកាលហ្នឹងជាប្រភេទ Cyber Challenge 2025បាទបាទកាលហ្នឹងគាត់ចាប់ផ្ដើម 2015 network 2015 2015បាទ2015ហឹមកាលហ្នឹងគឺចាប់ផ្ដើម network ជាមួយនឹងអ្នកដែលសិក្សាវិស័យដូចគ្នាក៏ដូចជារៀមច្បងទៅចាប់ផ្ដើមស្គាល់ពួកគាត់តែពីដើមឡើយដំបូងគឺអត់ដឹងទេគឺគិតថាបាទ ម្នាក់ឯងរៀនគឺបាទបាទ មិនដឹងជាសង្ឃឹមអីណាតែប៉ុន្តែជឿនៅក្នុងចិត្តហ្នឹងគឺជឿទស្សនវិស័យខ្លួនឯងព្រោះយើងមើលឃើញវាពិតជាអញ្ចឹងបាទបាទហើយកាលហ្នឹងនឹកឃើញអាណិតបាទអាណិតប្រទេសយើងដែរជុំវិញទៅគឺថាគេខ្លាំងបាទហ្នឹងហើយតែងាកមកយើងគឺថាបើរៀនចេះបន្តិចចាប់បានគេស្អប់ហឹមអញ្ចឹងណាបាទអញ្ចឹងយើងត្រូវជំនះហ្នឹងចង់ថាយើងបើទោះជាអញ្ចឹងនៅតែខំជំនះបាទហើយសង្ឃឹមថាយើងអាចជាគំរូជា example ទៅដល់យុវជនក្រោយៗបាទយើងបាទពេលខ្លះចិត្តពិបាកទៅដើម្បីបង្ហាញឲ្យគាត់ថាបើទោះជាយើងរៀន hacking ក៏យើងអាចធ្វើការនៅលើវិស័យហ្នឹងដោយស្របច្បាប់ពេញមុខពេញមាត់បាទដែលប្រើបាទនៅ skill ចំណេះជំនាញយើងដើម្បីជួយបាទទៅដល់បាទអឺស្ថាប័នឬក៏កន្លែងដែលយើងធ្វើបាទការវិភាគតម្លៃប្រព័ន្ធ security ជូនបាទបាទ ព្រោះយើងអាចជួយគាត់ដើម្បីគាត់អាច fix issue មុននឹង real hacker អាច attack បាទបានត្រូវហើយតែពិតរហងៃនៅក្នុងគេហៅថា mindset ផនមនុស្សមួយចំនួនក៏គាត់នៅតែគិតដែរឲ្យតែលើពាក្យថា hacking ហ្នឹងតែពេលបាទគាត់មានបញ្ហានៅលើ platform គាត់ខ្លួនឯងហ្នឹងគឺថានឹកឃើញស្អប់តែរឿង hacker អីអញ្ចឹងណាឬក៏គាត់ប្រើពាក្យខ្មែរមួយគេថាចោល IT ឬក៏អីអញ្ចឹងទៅតែធៀបពិតអ្វីដែលយើងធ្វើការងាររហងៃយើងហៅថាethical hacking ទោះបីជាបាទយើងជា hacker ក៏ពិតមែនប៉ុន្តែយើងមានក្រមសីលធម៌ហើយមុននឹងយើងប៉ះនៅក្នុង
កម្មវិធីឬក៏ application ផងគេគឺត្រូវមានការយល់ព្រមជាលេខអក្សរអីត្រឹមត្រូវមិនមែននៅសុកសុកបាទទៅធ្វើតេស្តទេដល់ពេលមានបញ្ហាបាទៅទគឺវានឹងប្រឈមជាមួយនឹងផ្លូវច្បាប់ផ្សេងទៀតអញ្ចឹងណាបាទបាទបាទត្រូវហើយបាទឥឡូវត្រឡប់មកកាន់ professional វិញបច្ចុប្បន្នសឹងអាចជួយ share តិចបានទេថាសញ្ញាបត្រដែលសឹង obtain ហ្នឹងដូចជា OSCP ដូចជា red teaming ហើយដូចជាមានសញ្ញាបត្រអីផ្សេងទៀតដែលខ្ញុំគិតថាមកហឹកក្រោយនេះដែលសឹងមានណាអាច share តិចបានទេដើម្បី achieve វាយើងត្រូវមិនបាទហ្នឹងហើយទាក់ទងនឹង certification ដែលជា professional certificate ហ្នឹងគឺខ្ញុំមានសរុបទៅគឺ8ប៉ុន្តែ2គឺជា certified instructor បាទ certificate បាទ certify បញ្ជាក់ថាយើងជា certified instructor បាទប្រហែលផ្សេងទៀតគឺតាក់ទងនឹង pen testing ក៏ដូចជា red teaming ក្នុងនឹងមាន3គឺជា pen testing ឬក៏នៅក្នុង penetration testing ហើយ3បាទទៀតក្នុង red teaming operation បាទអញ្ចឹងតាក់ទងនឹង certificate ទាំងអស់ហ្នឹងគឺយើងត្រូវប្រឡងយកបាទប្រឡងគឺត្រូវឆ្លងកាត់បាទការប្រឡង24ម៉ោង48ម៉ោងបាទដែលតម្រូវឲ្យយើងធ្វើការ attack ឬក៏ crack ទៅលើ vulnerable system ឬក៏ network ដែលគេរៀបចំបន្តមកទៀតយើងត្រូវរៀបចំជារបាយការណ៍ជូនគេបាទដើម្បីរៀបរាប់ពីដំណើរនៃការធ្វើ security assessment ឬក៏ attack ហ្នឹងបាទបាទហើយសរុបទៅគឺការប្រឡងហ្នឹងគឺវា tough បាទគឺយើងមិនមែនគ្រាន់តែជា course of completion ទេគឺទៅវិញគឺជាការប្រឡង certify ដែលការប្រឡងគឺត្រូវមាន proctor មានអនុរិយចាំមើលណាបាទបាទបាទយើងអាចបាទ meet នៅ requirement របស់គេបានយើងអាច obtain និង certify បាទបាទរយៈពេលប្រហែលឆ្នាំដែរដែលសឹងបានប្រឡងរហូតដល់ឥឡូវបានសញ្ញាបត្រ8បាទបូករួមជាមួយនឹងសញ្ញាបត្រដែលទទួលស្គាល់ថាយើងទៅជាគ្រូម្នាក់ដែលបរៀន course cyber assessment យ៉ាងនិយាយចឹងចុះណាបាទក្នុង8 certificate និយាយរួមជាផ្លូវការចំណែក6 certificate 2ទៀតគឺជា បាទ certified ទៅក្នុង instructor ទេបាទប៉ុន្តែក៏ត្រូវការប្រឡងដូចគ្នាដែរប្របាទឡងព្រាតទៅ demo ដូចគ្នាប៉ុន្តែតកតទៅនឹង6ដែលជា technical ឬក៏ professional certificate ដែលក្នុងមាន red team ក៏ដូចជា pen testing ហ្នឹងបាទគឺយើងត្រូវប្រឡងបាទហើយចំណាយរយៈពេលដែលយើងចំណាយគឺថាវាយូរដែរបាទព្រោះខ្ញុំឈានជើងចូលវិស័យនេះគឺថាវាចូល7 8ឆ្នាំហើយអានឹងយើងនិយាយថាលើវិស័យហ្នឹងណាបាទបាទប៉ុន្តែវាតទៅនឹង IT វាលើសហ្នឹងវាក្បែរលើសជាង10ឆ្នាំតិចតួចហើយបាទបាទហ្នឹងយើងរាប់ព្រោះខ្ញុំធ្វើការតាំងពីខ្ញុំរៀនឆ្នាំទី1បាទបាទអញ្ចឹងយើងធ្វើការច្រើនតទៅនឹង IT ប៉ុន្តែវាតទៅនឹង Cyber Security វាចូល7ទៅ8ឆ្នាំបាទអញ្ចឹងការប្រឡ7ងឆ្នាំហ្នឹងគឺវាមានបាទក្នុងមួយឆ្នាំយើងយកមួយបាទអូខេ មួយឆ្នាំតែ I ក៏ see បានពីរបាទអញ្ចឹងយើង spread ពីប្រហែលឆ្នាំហ្នឹងគឺបាទ7 8ឆ្នាំហ្នឹងគឺយើងបាទបានថាមួយឆ្នាំមួយជួនកាលមួយឆ្នាំយើងយកពីរហ្នឹងទៅអញ្ចឹងបាទសរុបទៅវាចូល8ពេលខ្លះបាទពេលខ្លះវា delay ខ្លះទៅពេលខ្លះទៅវា on time ខ្លះទៅអញ្ចឹងសរុបសេចបាទក្តីមកគឺថាចំណាយពេល7 ទៅ8ឆ្នាំបានប្រឡងយកសញ្ញាបត្រប៉ុណ្ណឹងប៉ុន្តែមិនមែនចំណាយតែពេលវេលាហើយយកសញ្ញាបត្របានទេណាតើមានការខិតខំប្រឹងប្រែងស្រាវជ្រាវបាទមានបាទអីគេ ត្រូវ lab នៅផ្ទះមាន tip អីដែលអាចថា prepare ក្នុងការប្រឡងយកសញ្ញាបត្រហ្នឹងជាអាចមាន tip អីទេបាទតកតងនឹង tip គឺចូលថាការប្រឡងមួយគឺវាមានលក្ខណៈពិសេសផ្សេងគ្នាបាទប៉ុន្តែក្នុងនោះគឺបើខ្ញុំនិយាយគឺអាចនិយាយថាជាសំដៅលើ soft skill ច្រើនគឺ persistent មានថាយើងមិនបោះបង់ទៅលើអ្វីដែលយើងចង់ធ្វើហ្នឹងបាទហើយខ្ញុំជឿថាបើសិនជាមានឆន្ទៈប្រកបយើងអត់រាតាមខ្យល់ទេបាទបាទមិនមែនគ្រាន់តែគេនិយាយទេយើងនឹងឈប់ទេប៉ុន្តែបើមានឆន្ទៈប្រកបខ្ញុំជឿថាគឺយើងអាចជំនះវាហើយ persistent ជា mindset មួយសំខាន់នៅក្នុង hacking ហើយវាជា hacker mindset ដែរបាពីព្រោះបើសិនយើងឆាប់បោះបង់ឬក៏យើងអត់ព្រមបាទព្យាយាមបាទវាយលុកទៅលើគោលដៅយើងទេគឺអាចដល់គោលដៅទេបាទបាទអាហ្នឹងគឺយើងត្រូវតែបាទមិនងាយបោះបង់សម្រុកទៅមុខរហូតណាបាទគឺចឹងហើយបើតើតឹង technical បាទtip វិញគឺតម្រូវធ្វើ lab ឬក៏ practical lab ច្រើនបាទហើយអឺយើងត្រូវមាន lab ខ្លួនឯងឬក៏អាច subscribe ជាមួយនឹង online lab បាទពីដើមគឺអត់មានទេតែតើ online lab ការជំនាន់ដែលខ្ញុំ start ដំបូងណាបាទគឺ try hack me hack the box អីតែល្បីប្រហែលឆ្នាំចុងក្រោយទេការជំនាន់ដែលខ្ញុំ start ហ្នឹងគឺវាអត់ទាន់ well known ចឹងទេបាទកាលពីមុនគឺយើងត្រូវ download lab នឹងយកមករៀបចំធ្វើខ្លួនឯង
បាទ បាទ everything គឺ host នៅក្នុង virtualization environment ណាបាទ តែក្នុងពេលឥឡូវខ្ញុំឃើញថាគឺមាននៅ material ឬក៏ resource ជាច្រើន available សាំង free ក៏មាន subscribe បើសិនតែយើងចង់ access ទៅកាន់ premium content ហ្នឹងទៅអញ្ចឹងពីខ្ញុំ suggest ឬក៏ recommend ថាគួរតែ practice មិនថា offline ឬ online ទេពីព្រោះយើងគួរតែ utilize នៅ resource ដែលយើងអាចរកឃើញបាទហើយដំបូងឡើយជា recommendation គួរតែ approach ទៅលើ free ឬក៏ open source ហ្នឹងបាទ នៅពេលដែលយើង play around ឬក៏ gain enough experience ហើយខ្ញុំយើងអាចបាទ subscribe បាទអានេះជា practice របស់ខ្ញុំជាទូទៅអញ្ចឹងដែរពីព្រោះខ្ញុំរៀនអីមួយមុននឹងប្រឡងគឺខ្ញុំមិនមែនរៀនទៅតាម course syllabus ដែលគេរៀបចំទេខ្ញុំធ្វើការស្រាវជ្រាវបើទោះជាខ្ញុំប្រឡងអាហ្នឹងមក plate បានក៏ដោយក៏ខ្ញុំអត់តន់យកវាដែរអានេះរបៀបដែលខ្ញុំ treat ខ្លួនឯងណា បាទ បើទោះជាយកថ្ងៃហ្នឹងបានស្អីក៏ខ្ញុំអត់តន់យកដែរប៉ុន្តែផ្ទុយទៅវិញគឺយកលេសថាយើងត្រូវប្រឡងយកថ្ងៃហ្នឹងមួយបន្តមកទៀតរៀនរឿងជាច្រើនជុំវិញវាបាទដល់ពេលអញ្ចឹងទៅយើងអាចពេលដែលយើងរៀនចប់ឬក៏ប្រឡងចប់យើងមិនមែនចេះតែអ្វីដែលគេបានរៀបចំឲ្យយើងទេផ្ទុយទៅវិញយើងបានស្រាវជ្រាវរៀននៅរឿងជាច្រើនដែលខុសពី course syllabus បាទហើយបាទចង់ចែកម្លែកកន្លែងហ្នឹងថាពីខ្ញុំវិញ hacker គឺយើងអត់ follow ទេបើសិនជារៀនទៅតាម course syllabus អត់ព្រមធ្វើ extra mile exercise ឬក៏ think outside the box យើងគ្រាន់តែជា follower ទេអញ្ចឹងពីខ្ញុំគិតថា hacker គឺដាច់ខាតគឺត្រូវ think outside the box ក្នុងនឹងមាន persistent creativity បាទរឿងច្រើនទៀតការពិតវាជា core element ក្នុងខ្លួនយើងបាទបាទបាទ ពិតប្រាកដបាទខ្ញុំពីព្រោះទទួលស្គាល់ទទួលស្គាល់បាទស៊ីគីដោយសារតែបើយើងងាកមកកាន់ផ្នែកបច្ចេកទេសឬក៏ថា technology អីវិញណាបច្ចេកវិទ្យាបាទណាជាទូទៅបើសិនជាយើង follow ទៅតាម course syllabus យើងអត់ដឹងទេថាគេ design វគ្គដែលគេរៀន curriculum ហ្នឹងតាំងពីជំនាន់ technology ណាមួយអញ្ចឹងណាអញ្ចឹងបាទហ្នឹងហើយឧទាហរណ៍ថាគេ design ទៅតាំងពី2ឆ្នាំមុនស្រាប់តែពេលឥឡូវនេះវាមាន technology ផ្សេងទៀតបើសិនជាយើងនៅតែ follow ទៅតាម course syllabus បានន័យថាយើងកំពុងដើរក្រោយ technology ហើយនៅក្នុងនាមជា pen tester កាលណាយើងដើរក្រោយ technology ប្រកាសណាស់ជាយើងមិនងាយនៅក្នុងការរកគេហៅថាចន្លោះប្រហោងរបស់បាទត្រូវ technology មួយហ្នឹងឯងបាទបាទបាទត្រូវហ្នឹងហើយយើងចុត្រូវ ះ continuously learning រហូតយើងត្រូវ keep improve រហូតណាyes តែបើអត្រូវត់ទេយើងនៅ behind ក្រោយគេហើយបាទគឺគេទៅបាទមុខហើយព្រោះក្នុងរយៈពេលចុងក្រោយនេះគឺសរសើរបងប្អូនជំនាន់ក្រោយគឺគាត់ប្រកែកគឺបាគាត់ទអាចប្រឡងយក certify ឬក៏មានហៅថាទស្សនវិស័យឬក៏មានការផ្ដោតបុកទៅរៀនផ្នែកហ្នឹងច្រើនណាបាទបាទហ្នឹងគឺក៏អរគុណទៅដល់បងរៀមច្បងបាទក្នុងនោះវាមានរៀមច្បងដែលបងខ្ញុំជឿបាទថាបងក៏ស្គាល់ដែរបាទបាទដែលគាត់បានជួយត្រួសត្រាយផ្លូវជួយ motivate បាទដែលធ្វើឲ្យឥឡូវហ្នឹងគឺថា cyber security គឺទទួលស្គាល់ឬក៏ត្រូវបានដឹងឮច្រើនអត់បាទដូចពីមុនណាពីមុនបើបាទ ថារៀនហើយមកភូមិកេះស្អប់គ្នាតគ្នាយើងអត់ដឹងអីផងបាទដល់ពេលឥឡូវគឺអត់ដូចគ្នាទេបាទបើទោះជារៀនក៏មិនវាតម្លៃទៅលើអវិជ្ជមានដែរផ្ទុយទៅវិញគឺមានតម្លៃឬក៏ពួកគាត់អាច earn ឬក៏ Yep pursue នៅ career ល្អផងសម្រាប់ បាទ future បាទគាត់តែពិតអាហ្នឹងឥឡូវនេះយើងចាប់ផ្ដើមឃើញស្ថាប័នច្រើនដែលគាត់កំពុងតែប្រកាសរកអ្នកជំនាញណាបាទនៅក្នុង បាទ cyber វាមានជំនាញផ្នែកខុសគ្នាប៉ុន្តែដោយឡែកពេលខ្ញុំឃើញស្ថាប័នមួយគាត់កំពុងតែព្យាយាមរកអ្នក cyber ប៉ុន្តែគ្រប់ជំនាញនៅក្នុងស្ថាប័នផងគាត់អញ្ចឹងជាសញ្ញាលមួយដែលយើងអាចដឹងថាទីផ្សារផងយើងអ្នកដែលគាត់រៀននៅក្នុងផ្នែក cyber ហ្នឹងគេកំពុងតែត្រូវការគាត់ច្រើនហើយអញ្ចឹងកាលណាធបាទម្មតាស្ថាប័នគាត់ត្រូវការច្រើនគាត់ប្រកាសជាមានគេហៅថា budget នៅក្នុងការចាយហើយអញ្ចឹងគាត់មាន បាទ budget ក្នុងការចាយយើងមានចំណេះដឹងគឺយើងទៅយកអា budget ខ្ពស់នឹងបានហើយអញ្ចឹងពេលហ្នឹងបាទយើងអាចយកពេលវេលាហ្នឹងអភិវឌ្ឍខ្លួនឯងបន្តផងហើយយើងមានជីវភាពមួយដែលខ្ញុំគិតថាគ្រាន់បើដែរនៅក្នុងការបាទបំពេញការងារឲ្យស្ថាប័នអញ្ចឹងណាបាទបាទហ្នឹងបាទបងកន្លែងហ្នឹងគឺចង់និយាយថាបើទោះជាយើងហ៊ានតាក់ទង hacking ក៏យើងអាចថា earn រស់នៅពេញមុខពេញមាត់បាទឈរនៅក្នុងទីតាំងមួយដែលថាទួលស្គាល់ដែរមិនបាប្រកាសទទៅត្រូវគេស្អប់ដូចកាលពីមុនទេបាទបាទបាទអញ្ចឹងបាទបាទព្រោះឥឡូវគេឈ្មោះវាដឹងគ្រាន់លើពាក្យទៅ cyber គេដឹងថាយើងធ្វើអីបាត់ហើយព្រោះពីមុនគេអត់តន់ដឹងទេហ្នឹងហើយបាទហ្នឹងហើយក៏ប៉ុន្តែកន្លែងហ្នឹងប្រហែលជា add បន្តិចស៊ីងអ៊ីតកតងនឹងការយើងធ្វើជា technical យ៉ាងហោចណាស់ក៏យើងត្រូវយល់អំពីគេហៅថាផ្នែកនៃ admin មួយចំនួនដែលដូចជាផ្នែកអភិបាលកិច្ចមួយចំនួនដែរដើម្បីបាទយើងគ្រាន់តែយល់ថាអូគេធ្វើ risk management មិនគេធ្វើ governance មិនគេធ្វើ policy មិនអញ្ចឹងនៅពេលដែលយើងយល់ពីហ្នឹងយើង apply បច្ចេកទេសទៅវាអាចនឹង comply ជាមួយនឹង policy គេផងអញ្ចឹងពេលហ្នឹងយើងស្រួលដែរនៅក្នុងការធ្វើការងារអញ្ចឹងណាបាទនិយាយទៅបាទវាអត់ប្រាក់ចាក់ពីអ្វីដែលគេ design program ហ្នឹងមក
បាទហ្នឹងហើយកន្លែងទៅហ្នឹងចង់បន្ថែមតិចទៅបាទនៅក្នុង Cyber Security អាចនិយាយបានថាបែងចែកជាពីរធំបាទមួយគឺគេហៅថាតាក់ទង technical ឬក៏technical related តែបាទមួយទៀតគឺស្ថិតនៅក្នុង management ឬក៏ governance បាទចឹងវាមានការប្រឡងយក certificate ក៏ដូចជា course training វាអាស្រ័យទៅតាមប្រភេទហ្នឹងដែរព្រោះ បាទ course ខ្លះគឺផ្ដោតទៅលើ technical ទេ course ខ្លះទៀតគឺផ្ដោតទៅលើថ្នាក់ដែលជា management ឬ governance ហើយជាទូទៅគឺអ្នកដែលគាត់ឆ្អែតឆ្អន់នៅលើ technical គាត់អាច upgrade ខ្លួនឡើងទៅ governance ឬក៏ management បាទយេហើយយើងគួរតែមាន strong ឬក៏ at least មាន technical background ទៅទៅ pen testing cyber security មុននឹងយើង upgrade ឡើងទៅកម្រិតជាថ្នាក់ដឹកនាំណាបាទបាទអាហ្នឹងគឺជាបាទបាទត្រូវអាហ្នឹងគឺជា career development ហើយដូចជាងអ៊ីចឹងពីដំបូង technical testing ឥឡូវយូរឡើងទៅជា lead team មេតទៀតចឹងទៅចឹងណាបាទបាទអញ្ចឹងអាការបាទងារហ្នឹងវាចាប់ផ្ដើមចែករំលែកទៅ team យើងបន្តទៅហើយយើងចាប់ផ្ដើមធ្វើជា manager គេ lead គេទៅវិញ guide គេបាទត្រូវបាទបាទហ្នឹងត្រូវហើយហ្នឹងហើយហ្នឹងហើយសយើងង្អីអូធ្លាប់ដើរធ្លាប់ឆ្លយ៉ាងកាត់ពីមុនអញ្ចឹងណាបាទយើងត្រូវបដិបដាគាត់ចែកម្លែកគាត់ដឹកនាំគាត់បាទដើរតួបាទជា mentor ជាអីចឹងទៅបាទហ្នឹងហើយអានេះគឺជាផ្នែកមួយនៅក្នុងការគេហៅថាចែកចំណេះដឹងដែលយើងមានហ្នឹងបន្តជំនាន់យើងទៅទៀតចឹងទៅបាទ បាទត្រឡប់មកពីសៀងអ៊ីផ្ទាល់វិញសៀងអ៊ីខ្ញុំជឿថាធ្លាប់ចូលរួមនៅក្នុងការប្រកួតជាច្រើនទាំងក្នុងប្រទេសទាំងក្រៅប្រទេសហើយបាទប្រហែលជាចង់ឲ្យសៀងអ៊ីប្រហើបបន្តិចថាសៀងអ៊ីក៏ធ្លាប់ជាក្រុមមួយដែលគេបានជ្រើសរើសសម្រិតសម្រាញ់មែនទែនដែលចូលរួមបាទអាចថាជា international community មួយដែលឆ្លងកាត់បាទការវិតម្លៃការធ្វើតេស្តបាទបូករួមជាមួយនឹងការ review ទៅលើ profile សម្ភារអីផ្សេងផងអញ្ចឹងចង់ឲ្យ Sing E reveal តិចមើលអឺក្រុមហ្នឹងជាក្រុមមានឈ្មោះអីហើយធ្វើម៉េចដើម្បីបានចូលទៅក្នុងក្រុមហ្នឹងបាទហ្នឹងហើយបច្ចុប្បន្នខ្ញុំក៏ជា member នៃ well known entity ពីរទីមួយគឺ Synact មួយទៀតគឺ Yogusa បាទ Synact ហ្នឹងគឺនៅខាងអាមេរិកនៅខាង USA បាទ US បាទហើយYogusa គឺខាងបារាំងបាទហើយតកតងនឹងការប្រឡងចូលហ្នឹងគឺដាច់ខាតយើងត្រូវធ្វើគេហៅថា attack ឬក៏ crack ទៅលើបាទ target system ដែលគេរៀបចំឲ្យយើងបាទហើយយើងមានការសម្ភាសមានការធ្វើ background check បាទហើយat least ក៏ត្រូវការមាន certify ដែល proof ថាយើងគឺ capable ពីព្រោះ team ហ្នឹងគឺជា team ដែលត្រូវបានសម្រិតសម្រាំងជាពិសេសហើយបាទមាន member ជុំវិញពិភពលោកហើយពួកគាត់គឺជាទូទៅគឺសុទ្ធតែ highly skill វាមិនមែនបាទជា team ដែលយើងនិយាយមិនថានរណាក៏ចូលបានទេផ្ទុយទៅវិញគឺត្រូវធ្វើការរង្វាយតម្លៃបែបបច្ចេកទេសជាច្រើនបាទក្នុងនោះមានតាំង background check តាក់ទងហើយនឹងឯកសារធ្វើសញ្ញាជាច្រើនផ្សេងទៀតដើម្បីអាចចូលទៅកាន់ក្រុមនឹងបានហើយបាទក្រុមនឹងគឺអាចនិយាយមិនថាគឺជាក្រុមដែលអឺ cyber security specialist បាទ more technical បាទហើយយើងធ្វើ security assessment ទៅលើ system លើ target environment ដើម្បី secure បាទទៅលើ target client ក៏ដូចជា organization ដែល engage មកយើងហើយបើនិយាយតាក់ទងនឹង organization ដែលមក engage ហ្នឹងគឺថាអាចមាន relate តាក់ទងជាមួយនឹងខាង military ច្រើនបាទអូប៉ុន្ខេតែបាទនៅខាងបរទេសណាបាទបាទបាទប៉ុន្តែពេលដែលយើងចូលទៅក្នុងអឺក្រុមពីរដែល Sing E បាន mention ហ្នឹងអ្វីទៅដែលជា benefit សម្រាប់យើងជាអ្នកដែលចូលរួមខ្លះទៅជា member នៅក្នុងហ្នឹងណាបាទទីមួយតាក់ទងនឹង profile របស់យើងគឺវាអឺហឹមអាចនិយាយមកថាmore better អាចថាជា part នៃ credential របស់យើងបាទបាទនៅក្នុង team ហ្នឹងគឺយើងអាច learn ពីពួកគាត់ផ្ដោះប្ដូរយោបល់ស្រាវជ្រាវជាមួយគ្នាហៅ cohort ណាបាទបាទអាច join ជា team ជា workforce ដើម្បីធ្វើលើ project មួយហើយមួយទៀតគឺយើងអាច gain experience បាទហឹមពាក់ព័ន្ធដែរអញ្ចឹងណាបាទហើយតាក់ទងនឹង team ហ្នឹងគឺជាគេនឹង pay មកយើងបាទតាក់ទងទៅលើ ហឹ vulnerability មដែលយើងអាចរកឃើញបាទវាស្រដៀងគ្នាជាមួយទៅនឹងពពួក bug hunting បែបលក្ខណៈដូចជា open for public ដែរវា bug បាក់ bounty បាទ bug bounty បាទ hacker one bug crowd ចឹងដែរប៉ុន្តែ បាទ Synact ឬ Yogusa គឺវា more private គឺវាមិនមែនបើកសម្រាប់ public ទេផ្ទុយទៅវិញគឺ only trusted
ឬក៏ certify ឬក៏ បាទ hacker ដែល specialist ឬក៏ skillful ណាបាទគឺជាបាប៉ុទណ្ណឹងបាទហ្នឹងហើយអរគុណសឹងអ៊ីសូម share តែ community ហ្នឹងប៉ុណ្ណឹងចុះព្រោះទុកអាហ្នឹងជាព័ត៌មានមួយចំនួនទៀតបើសិនជាអ្នកដែលគាត់ចង់ឲ្យសឹងអ៊ីជួយ advice អាចនឹងchit chat ពេលក្រោយអញ្ចឹងណាបាទបាទបាទត្រឡប់មកកាន់សឹងអ៊ីវិញបើសិនជាឥឡូវយើងឃើញថាក្មេងៗគាត់ចាប់ផ្ដើមចាប់ទៅលើអាជីពនឹងច្រើនជាពិសេសទៅលើ penetration testing អញ្ចឹងប៉ុន្តែក៏មានបងអូនខ្លះគាត់បោះបង់ដែរតែនៅក្នុងនាមយើងជា senior ម្នាក់យើងមានអីលើកទឹកចិត្តគាត់យើងមានអីmotivate គាត់ឲ្យគាត់ខ្លាចទៅជាមិនថាដូចយើងក៏បានដែរតែយ៉ាងហោចហ្នឹងក៏គាត់មើលឃើញគំរូយើងក្នុងការជួយជំរុញទឹកចិត្តគាត់ឲ្យបន្តនៅក្នុងវិស័យហ្នឹងណាបាទអឺគួរតែមាន self motivation ជាគោលបាទយើងអាចមើលទៅបងប្អូនឬក៏រៀមច្បងជុំវិញប៉ុន្តែពី perspective ខ្ញុំគឺខ្ញុំអត់ចង់ឲ្យពួកគាត់ខ្លាចជា follower ច្រើនទេបាទបាទព្រោះ follow គឺដូចជាដាក់ជាស្រមោលរបស់គេទេគេធ្វើអីយើងធ្វើតាមផ្ទុយទៅវិញគឺគាត់អត់មានអីជាខ្លួនឯងអញ្ចឹងគួរតែមើលបាទ reflect មកខ្លួនយើងមកតើយើងពិតជាស្រឡាញ់វិស័យហ្នឹងមែនឬក៏អត់ហើយមើលតើតងសក្តានុពលរបស់វាមើល so far តើមាន proof អីបញ្ជាក់ថាវាពិតជាមានសក្តានុពលមែនឬក៏អត់ហើយបើសិនជាយើងគិតឃើញថាអញ្ចឹងហើយគឺយើងធ្វើទៅបាទបាទមិនបាច់សង្ស័យទៀតទេព្រោះគេមាន proof of concept ឲ្យយើងឃើញហើយបាទដូចជារៀមច្បងមុនបាទក៏ដូចជាអ្នកដែលខ្ញុំធ្លាប់ធ្វើការជាមួយគឺគាត់គឺជា example ល្អហើយមិនមែនថារៀនហើយគឺអត់មាន career ខ្លះតែយើងអត់ចេះមែនទេបើថាបើអត់ចេះមែនអាហ្នឹងគឺវាអត់ការងារត្រូវហើយព្រោះសមត្ថភាពវាសមសមត្ថភាពបាទប៉ុន្តែបើសិនតែយើងច្បាស់ប្រកែប្រកបខ្ញុំជឿថាគឺអាចនឹង earn ឬក៏ land in very good job ហើយ Yes pay ក៏វាតាមនឹងដែរហើយ yes សរុបមកវិញគឺទាំងអស់គ្នាគួរតែសួរបេះដូងបាទបើសិនជាយើងជឿថាវាពិតជាអញ្ចឹងមែនហើយយើងស្រឡាញ់វាដែរធ្វើទៅហើយមិនបាច់គិតម្ដងទៀតថាតិចអត់ចេះតិចអត់បានចេះអត់បានចេះអត់ទេមានជាឧទាហរណ៍ឲ្យហើយតែខ្លាចយើងអត់ចេះទេពីព្រោះលើកផ្នែកហ្នឹងគឺអាចនិយាយថាសក្តានុពលវាខ្លាំងប៉ុន្តែវាពិបាកហ៊ានតិចពីព្រោះហេតុអីតកតងនឹង hacking គឺ programming ក៏យើងត្រូវហ៊ានតកតងនឹង networking ក៏យើងត្រូវហ៊ានអញ្ចឹងធ្វើឲ្យពេលខ្លះតកតង hacking មិនគឺយើងហ៊ានច្រើនមែនតើប៉ុន្តែបើសិនជាយើងពិតជា commit ឬក៏ពិតជាស្រឡាញ់ឬក៏ពិតជាជឿលើទស្សនវិស័យឬក៏ vision របស់យើងមែនខ្ញុំគិតថាទាំងអស់ហ្នឹងមិនជា barrier បើទោះជាយើងនៅសាកលវិទ្យាល័យយើងរៀនអត់ច្បាស់រៀនអត់ចេះក៏ដោយប៉ុន្តែនៅពេលដែលយើងស្រាវជ្រាវឬក៏រៀនគឺយើងនឹងចាប់ផ្ដើមទៅដល់ហៅថាផ្លូវតច្រកមួយដែលដាច់ខាតគឺយើងត្រូវសម្រេចចិត្តទៅឬក៏មិនទៅបើសិនជាយើងទៅបើទោះពីមុនអត់ចេះ programming ត្រូវទៅរៀនដែរ programming ហ្នឹងព្រោះអីនៅក្នុង hacking អត់ចេះ programming ក៏បានប៉ុន្តែសួរតែ outstanding អត់ទេបាទអញ្ចឹងយើងបើសិនជាពីមុនឡើយយើងអត់ចេះ programming យើងគួរតែនៅពេលដែលយើងឈរលើវិស័យហ្នឹងគួរតែរៀនថែមព្រោះបើសិនជាយើងអត់ទេគឺយើងអាចត្រឹមតែប្រើ tool ឬក៏របស់ដែលគេរៀបចំឲ្យយើងទេយើងអត់អាចកើតឬក៏ធ្វើអីរបស់ខ្លួនឯងទេអញ្ចឹងយើងគួរតែបាទរៀនតកតង networking programming បាទហើយ combine ចូលគ្នាឲ្យច្រើនព្រោះនៅក្នុងhacking ឬក៏ hackers mindset គឺតម្រូវឲ្យយើងគេហៅថាបកកែខាង analytical thinking បាទ resourceful ពួកយើងត្រូវដឹងរឿងច្រើនសម័យមើលបើសិនយើង hack ចូលទៅលើម៉ាស៊ីន router មួយរបស់ Cisco ទៅដល់អត់ចេះប្រើ command បាទរបស់ Cisco អត់ចេះដឹង query ធ្វើមិនយកព័ត៌មានបានបាទហ្នឹងអាហ្នឹងគឺអត់អញ្ចឹងសរុបមកមានត្រូវចេះអានោះហើយត្រូវចេះតាក់ទងនឹងរឿងពាក់ព័ន្ធជាច្រើនផ្សេងទៀតហើយសរុបមកគឺវារៀនច្រើនបាទប៉ុន្តែបើសិនជាយើងពិតជា challenger ប្រកបខ្ញុំជឿថារបស់កាន់ពិបាកគឺយើងកាន់ចង់ធ្វើបើខ្លាចតែយើងខ្លាចយើងខ្ជិលយើងចង់នៅតែ comfort zone ឬក៏ខ្ជិលបើសិនជាខ្ជិលមិន hacker ទៀតពួក hacker គេចង់ដឹងគេមានការ mindset មួយទៀតគេហៅ curiosity គឺប្រកែចង់ចេះប្រកែចង់ដឹងគឺគាត់ថាបើសិនជាគាត់បានឆ្ងល់អីមួយគាត់ថាអត់ដេកទេត្រូវ search ត្រូវរៀនសូត្រអានឹងតើចេះតើដឹងបានគាត់ឈប់ហ្នឹងហើយអញ្ចឹងក្នុងនេះគឺខ្ញុំចង់ផ្ដាំទៅបងប្អូនទាំងអស់ជាពិសេសអ្នកចាប់ផ្ដើមគឺត្រូវ develop ឬក៏ build mindset ជាមុនសិនបាទ mindset ក្នុងនោះវាមាន analytical thinking think outside the box បាទ persistent curiosity បាទរឿងផ្សេងច្រើនទៀតដែលទាំងអស់ហ្នឹងគឺសិតជា mindset ដែល hacker ចាំបាច់មានតើអត់ទេយើងនឹង follow គេរហូត
បាបាទព្រោះទយើងអត់មានអីជារបស់ខ្លួនឯងទេតែ follower ក៏មិនមែនទៀតព្រោះហេតុអីដោយសារយើងមាន creativity យើងជឿថារបស់មួយអាចដោះស្រាយតាមវិធីផ្សេងគ្នាមិនបាទប្រកាសត្រូវតែធ្វើដូចគេបើធ្វើបាទដូចគេ follow បាទបើសិយ៉ានតែយើងអត់ធ្វើដូចគេយើងប្រើវិធីរបស់យើងអាហ្នឹងគឺបានហៅថា hacker ប្រកបហើយយ៉ាបាទមួយទៀតគឺបងប្អូនទាំងអស់គ្នាគឺតាក់ទងនឹង resource មានច្រើនណាស់បាទបើសិនជានិយាយថារៀនរៀនទៅអត់ចេះអង់គ្លេសឧទាហរណ៍ណាបាទបាទអត់ចេះអង់គ្លេសត្រូវរៀនអង់គ្លេសព្រោះហេតុអីបើសិន hacker ប្រកបគឺត្រូវជំនះវាទៅបាទបាទបាទ ត្រូវហើយ curiosity ណាព្រោះយើងបាទតាក់នៅអង់គ្លេសមិនអញ្ចឹងអញ្ចឹងទៅរៀនអង់គ្លេសបាទឯកសារទាំងអស់វាមាន age of information អីក៏មាននៅលើអ៊ីនធឺណិតសំខាន់យ៉ាប់យកវាមកធ្វើម៉េចបាទហឹមហើយយើងជឿថាតាក់ទង material ខ្លះវាអត់មកទាំងដុំទេបាទវាជាដាំ information ដែលគេដាំទុកចោលតែយើងត្រូវចេះយកវាមកដើម្បី connect ចូលគ្នាដើម្បីអាច provide ជា insight ឬក៏ intelligence ដល់យើងយ៉ាប់បាទអាហ្នឹងគឺសរុបមកគឺ information ច្រើនណាស់លើអ៊ីនធឺណិតបាទឲ្យតែថារៀនអត់ថារៀនខ្ជិលថាអត់ចេះខ្វះហើយទេមួយបាទមួយទៀតនៅក្នុងនាមយើងជាអ្នកបច្ចេកទេសរឿងដែលសំខាន់បំផុតនៅពេលដែលយើងចាប់ផ្ដើមធ្វើ role finding ហើយភាសាអង់គ្លេសជារឿងមួយដែលយើងធ្វើ report ហើយប៉ុន្តែភាសាមួយទៀតគឺភាសា presentation ធ្វើបទបង្ហាញពីព្រោះពេលដែលយើងដឹងពីបច្ចេកទេសយើងអត់ចេះទៅបញ្យល់ប្រាប់គេអាចថា challenge ដែរកន្លែងហ្នឹងហើយជាពិសេសដូច ត្រូវបង SingE ជាអ្នកដែលផ្ដល់ជាសេវាកម្មនិយាយទៀតបើសិនជាជំនាញអត់ប្រកែនៅក្នុងការបញ្យល់បកស្រាយឬក៏ធ្វើបទបង្ហាញទេប្រកាសជាអតិថិជនផងយើងគាត់ពិបាកនៅក្នុងការយល់ថាយើងចង់មិនត្រូវបញ្យល់ថាហ្នឹងជា issue អីត្រូវណែនាំគាត់ឲ្យដោះស្រាយបែបម៉េចអីអញ្ចឹងណាបាទបាទត្រូវហ្នឹងហើយអូខេ communication yeah skill ឬក៏ yes presentation skill professional correct skill correct correct អាហ្នឹងគឺត្រូវតែមានហើយប៉ុន្តែអាហ្នឹងវាបូករួមជាមួយនឹងដូច SingE បាននិយាយអញ្ចឹងគឺថាតកតងនឹង soft skill វាត្រូវមានក្នុងហ្នឹងបាទណាបាទបាទអូខេអញ្ចឹងអរគុណមែនតើ SingE នៅក្នុងការផ្ដល់នៅគេហៅថាចែករំលែកបទពិសោធន៍ចែករំលែកអំពី journey បូករួមជាមួយនឹងកោះកកាយរឿងថាទុកលំបាកផងយើងជួនកាលមានអ្នកស្អប់ជួនកាលមានអ្នកមិនមើលមុខទៀតក៏យើងនៅតែជំនះរហូតទៅដល់យើងអាចឈានជើងខ្លាយទៅជាអាចថាជាថ្នាក់ដឹកនាំមួយដែរបច្ចុប្បន្ន SingE lead បា team ទដែរតំណាងឲ្យស្ថាប័នដែលបាទនៅក្រៅប្រទេសទៀតអញ្ចឹងណាមានពីរបីប្រទេសអញ្ចឹងទៅអញ្ចឹងសង្ឃឹមថា podcast ខ្ញុំជាមួយនឹង SingE ជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាហើយខ្ញុំជឿថាប្រកាសជាមាន fan របស់ SingE ជាច្រើនដែលគាត់កំពុងតែស្ដាប់នឹងគឺថាជក់ចិត្តតែម្ដងពីព្រោះអីខ្ញុំដឹងថាពេលដែល SingE ចាប់ផ្ដើមផុសនៅក្នុង Facebook ឬអីហ្នឹងគឺថាមានអ្នកដែលគាត់ជួយចិត្តនៅក្នុងវិស័យអឺ pen testing ហ្នឹងគាត់ follow គាត់ជួយចិត្តមើលតាមដានបាទហើយបាទជាពិសេស release នៅអា report technical អីផ្សេងៗហ្នឹងគឺថាមានអ្នក follow share អីច្រើនមែនតើអញ្ចឹងណាអូខេអញ្ចឹងអរគុណមែនតើ SingE សង្ឃឹមថាយើងមានឱកាសនៅក្នុងការជួបគ្នាយ៉ាងហោចណាស់ក៏មានមួយឬក៏ពីរអេពីសូតទៀតដែរប៉ុន្តែអត់ទាន់ដឹងអេពីសូតទីប៉ុន្មានទេចាំយើង align ពេលវេលាអស់គ្នាសិនអញ្ចឹងណាអញ្ចឹងបាទអរគុណមែនតើ SingE ជម្រាបលាណា SingE ប៉ុណ្ណឹងបាទបាទអរគុណបងអរគុណទាំងអស់គ្នាបាទបងប្អូន